Good evening, student. Yeah, good evening, teacher. Welcome to our class. So, can you read this word? Pen. Pen. Okay, some of you say pen, some of you say pen. Okay, trong bên này dương ở ăn pen hay gọi là pen này. Trong bên này dương ăn thá pen, bỏ ra thá té trà. Trong trong lịch tiết thì choประโยชน์thá đấy mà dương ăn pen. Tao dương bên ca chấm năm mình. Okay. So today we study short vowel A. Short vowel A. Short vowel A, not vowel. Short vowel A. Okay. Short vowel One A. syllable. Yeah. Vowel. Okay. ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំឈ្មោះខឹមណាត់ធីមុនជានាយិកាសាលារៀន Wisdom សាលារៀន Wisdom បង្រៀនទៅលើមុខវិជ្ជាភាសាអង់គ្លេសផ្ដោតទៅលើមូលដ្ឋានគ្រឹះភាសាអង់គ្លេសដែលអាចជួយឲ្យសិស្សានុសិស្សឆាប់ចេះអាននិងបញ្ចេញសំឡេងភាសាអង់គ្លេសបានច្បាស់តោះឥឡូវថ្ងៃនេះពុកម៉ែបងប្អូនសូមរៀនជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងថ្ងៃនេះគឺយើងរៀន short vowel A. Short vowel A sounds okay អញ្ចឹងថ្ងៃនេះគឺយើងរៀន short vowel A ជាមួយនឹងអក្សរ N. N sounds n. Okay, so we say n and n and f. អញ្ចឹងយើងដឹងហើយអក្សរ F គឺសំឡេង f. And fan is a noun បើប្រែថាកង្ហា Okay, next one is m. And man is a noun បើប្រែថាបរោះម្នាក់អញ្ចឹងអក្សរ P សំឡេងអីដែរ P. Okay. P and pan is a noun ខ្ទះឆាអញ្ចឹងយើងឃើញអត់យើងអត់អានថា pen ឬក៏ pain ទេអញ្ចឹងនៅក្នុងភាសាអង់គ្លេសស្រៈមានប៉ុន្មានស្រៈ5ចាអញ្ចឹងមាន A E I O U អញ្ចឹងយើងដឹងហើយ short vowel A sound short E sound S short I sound I not I but I short O sound O short U sound S E O So but teacher to say yeah ពេលនេះអញ្ចឹង យើងយកអក្សរ E មកសេមកយើងចេញទៅជាពេលនេះវិញ P F N pen ចា pen អញ្ចឹងដល់ពេលនេះយើងអានថា pan n and pan ឃើញខុសគ្នាអញ្ចឹងនៅក្នុងភាសាអង់គ្លេសយើងត្រូវចាំសំឡេងស្រៈព្យញ្ជនៈហើយនៅក្នុងសាលារៀន Wisdom គឺឆាប់បង្រៀនលម្អិតអំពីស្រៈព្យញ្ជនៈសំឡេងរបស់ស្រៈព្យញ្ជនៈនៅក្នុងភាសាអង់គ្លេសអញ្ចឹងហើយធ្វើឲ្យសិស្សានុសិស្សអាចប្រកបពាក្យបានត្រឹមត្រូវអូខេអញ្ចឹង pan is a noun បើប្រែថាខ្ទះឆាចា pan នេះបើប្រែថាប៊ិចទេ Okay, example. Number 1. The man has a fan. Number 1. The man has a fan. Okay. អញ្ចឹង the man has a fan បើប្រែថាបរិសម្នាក់នឹងមានកង្ហាមួយ Okay. Number 2. The pan is hot. Number 2. The pan is hot. ចាអញ្ចឹងខ្ទះមួយហ្នឹងគឺក្តៅចាដូច្នេះពាក្យដែលយើងរៀនហើយសូមយកទៅរំលឹកហើយឧស្សាហ៍អានបន្ថែមនៅផ្ទះហើយជាពិសេសគឺយើងយកពាក្យហ្នឹងទៅបង្កើតជាប្រយោគដើម្បីយើងឆាប់ចេញនិយាយអង់គ្លេសចាពុកម៉ែបងប្អូននេះគឺជាការបង្រៀនមូលដ្ឋានគ្រឹះភាសាអង់គ្លេសបើសិនជាលោកអ្នកចង់ឲ្យកូនឆាប់ចេះអានការបញ្ចេញសំឡេងបានត្រឹមត្រូវសូមពុកម៉ែបងប្អូនចុះឈ្មោះឲ្យកូនចូលរៀនជាមួយនឹងសាលារៀន Wisdom សាលារៀន Wisdom ទទួលបង្រៀនតាមអនឡាញឬក៏មករៀនដល់ទីតាំងសាលានៅក្នុងបុរីពិភពថ្មីចំការដូងមួយហើយទទួលចុះឈ្មោះសិស្សចាប់ពីអាយុ6ឆ្នាំឡើងទៅសម្រាប់កុមារចូលរៀនពេលល្ងាចពីម៉ោង5ដល់ម៉ោង6ល្ងាចហើយសម្រាប់សិស្សពេញវ័យគឺចាប់ពីម៉ោង6ដល់ម៉ោង7និងម៉ោង7ដល់ម៉ោង8យប់បើសិនជាលោកអ្នកចង់ដឹងព័ត៌មានបន្ថែមសូមឆាតចូលទៅក្នុង Telegram នេះហើយសូមពុកម៉ែបងប្អូនជួយ follow page របស់នាងខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីមុនគេសូមអរគុណជួបគ្នាក្នុងវីដេអូក្រោយៗទៀត